ខ្ញុំសូមជម្រាបជូនថាការផ្សព្វផ្សាយរបស់ The Nation នេះគឺជាការបង្វែរទិសខ្យល់តែប៉ុណ្ណោះឯងប្រហែលថ្ងៃមុនហ្នឹងគឺថាសារព័ត៌មានល្បីៗនៅក្នុងពិភពលោកគេបានចេញផ្សាយបកអាក្រាតថាថៃគឺជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញដ៏ធំនៅអាស៊ីនឹងតែម្ដងហើយខ្ញុំលើកមួយចុះទូរទស្សន៍នៃ CNA របស់សិង្ហបុរី Channel New Asia ដែលជាបណ្ដាញសារព័ត៌មានដ៏ល្បីនៅក្នុងពិភពលោកគឺបានចេញនៅវីដេអូស៊ើបអង្កេតស្រាវជ្រាវរយៈពេល40នាទីជាងបាទហើយបញ្ជាក់ថាថៃគឺជាមជ្ឈមណ្ឌលបាទឆបោកតាមប្រព័ន្ធអនឡាញធំជាងគេនៅអាស៊ីជាបណ្ដាញចែកចាយឧក្រិដ្ឋជនជួញដូរមនុស្សនិងឆបោកតាមប្រព័ន្ធអនឡាញបាទទៅបណ្ដាប្រទេសផ្សេងៗទៀតហ្នឹងហើយបាទហើយសូម្បីតែសារព័ត៌មាននៅក្នុងស្រុករបស់ថៃហ្នឹងក៏បានចេញផ្សាយនៅក្រុមឧក្រិដ្ឋជនបាទជាក្រុមតែម្ដងគឺថាប្រព្រឹត្តនៅឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញរហូតដល់ទៅមានការចាក់ជំរិតនៅតារាភាពយន្តបរទេសផ្សេងៗនៅទីទៀតគឺមានច្រើនមែនទេបាទបើរៀបរាប់ទៅគឺថារៀបរាប់មិនអស់និយាយជារួមអញ្ចឹងហើយគឺការផ្សព្វផ្សាយរបស់ The Nation នេះគឺជាការផ្សព្វផ្សាយបែបតហេតុហោបស្លន់ស្លោមួយដើម្បីជួយបិទបាំងសម្រាលនៅភក់ជ្រាំប្រទេសរបស់ខ្លួនឬក៏មេដឹកនាំមួយចំនួនរបស់ខ្លួនបច្ចុប្បន្នខ្ញុំនឹកឃើញទៅដល់ប្រហែលថ្ងៃមុននេះគឺមានការផ្សព្វផ្សាយយ៉ាងច្រើនសន្ធឹកសន្ធាប់តាមបណ្ដាញសង្គមពាក់ព័ន្ធនឹងការបែកធ្លាយពីផ្ទៃក្នុងនៃមេដឹកនាំរបស់ថៃមកវិញការបែកធ្លាយដែលត្រូវបានយកមកផ្សព្វផ្សាយតាមបណ្ដាញសង្គមយ៉ាងច្រើនពោលពាសនេះគឺគេបាននិយាយថាគឺនៃថ្នាក់ដឹកនាំថៃមួយចំនួនបច្ចុប្បន្នហ្នឹងគឺកំពុងតែរៀបចំឲ្យមានក្រុមការងារក្រុមអ្នកសារព័ត៌មានជំនាញហ្នឹងគឺតាក់តែងនិពន្ធដែលភាសាសាមញ្ញថាជប់នៅរបាយការណ៍ជប់នៅព័ត៌មានបាទពាក់ព័ន្ធនឹងរឿងអនឡាញនេះដោយទម្លាក់ភក់ជ្រាំហ្នឹងមកលាបឲ្យកម្ពុជាវិញដើម្បីសម្រាលបន្ទុកបាទរបស់ខ្លួនដែលកំពុងតែបាទរងបាទពីគ្រប់ទិសទីតែម្ដងជាពិសេសគឺការរកឃើញរបស់នៃទូរទស្សន៍សិង្ហបុរីថាថៃគឺជាមជ្ឈមណ្ឌលនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញធំជាងគេនៅអាស៊ីបាទហើយអង្គការសហប្រជាជាតិគឺបានទាមទារឲ្យរដ្ឋាភិបាលថៃគឺត្រូវឆ្លើយតបត្រូវបកស្រាយទៅបញ្ជូលទៅអង្គការសហប្រជាជាតិវិញអញ្ចឹងហើយបានជាមានការតហេតុតហោបស្លន់ស្លោឆ្លេឆ្លាបាទហើយដែលសំទំនងនឹងផ្ទៃក្នុងរបស់ខ្លួនគឺទម្លាយរឿងនឹងចេញមកក្រៅនាំឲ្យបណ្ដាញទំនាក់ទំនងសង្គមយកមកផ្សព្វផ្សាយបន្តថាថៃកំពុងតែរៀបចំក្រុមការងារតាក់តែងនិពន្ធជប់បាទហើយហៅថាសហការជាមួយនឹងកសែតក្នុងស្រុកមួយចំនួននោះគឺផ្សព្វផ្សាយរឿងឆបោកនេះទម្លាក់មកលើកម្ពុជាបាទហើយពីផ្ទៃក្នុងនោះមកដែរដែលនៃត្រូវបានបណ្ដាញសង្គមលោកយកមកផ្សព្វផ្សាយយ៉ាងពីវិលពីកាលនេះគឺអ្នកដឹកនាំថៃក្នុងរដ្ឋាភិបាលមួយចំនួនបច្ចុប្បន្ននេះគឺកំពុងទំនាក់ទំនងឬក៏សហការជាមួយនឹងជនបរទេសមួយចំនួនដែលធ្វើការឲ្យអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិផ្សេងៗបាទមកជួយរៀបចំរបាយការណ៍คล้ายរបាយការណ៍នៃលីពណ៌ណាដើម្បីទម្លាក់រឿងអនឡាញនេះមកឲ្យកម្ពុជាឬទម្លាក់រឿងអនឡាញនេះទៅបណ្ដាប្រទេសនេះទៅបណ្ដាប្រទេសនោះដើម្បីសម្រាលបន្ទុករបស់ខ្លួនហ្នឹងហើយនេះគឺជារឿងមួយដែលវាប្រតិកលាគ្នាហ្នឹងហើយមួយទៀតការចុះផ្សាយរបស់ The Nation នេះក៏ជាការបង្វែរទិសខ្យល់មួយដែលស្ថានភាពនៅក្នុងប្រទេសថៃកំពុងតែជួលច្បល់ខ្លាំងមែនទែនទី1គឺក្រមបាតកោប្រជាជនមហាជនថៃបញ្ញវន្តថៃគណៈបកនយោបាយផ្សេងកំពុងតែធ្វើបាតកម្មបណ្ដេញនាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះចេញពីអំណាចបាទចេញពីអំណាចហ្នឹងហើយហើយរឿងនៃករណីនៃផ្ទុះនៅភេរវកម្មការរកឃើញនៅក្របផ្ទុះផ្សេងក្នុងប្រទេសថៃដែលជាសញ្ញាណនៃភេរវកម្មបាទការប៉ះគ្នាក្តៅកគុកជាមួយនឹងភូមិហ្នឹងហើយនឹងការនៃរំលោភបំពានមកលើដែនអធិបតេយ្យរបស់កម្ពុជាដែលខ្លួននៃពីមួយជំហានទៅមួយជំហានហ្នឹងគឺថាកលិចបាត់ដៃក្នុងដៃជាមួយកម្ពុជាជាដរាបហើយដែលកម្ពុជាដាក់បណ្ដឹងទៅកាន់តុលាការនៃអន្តរជាតិដើម្បីឲ្យពិនិត្យនិងដោះស្រាយកម្មត្ថុចំនួន4មុំ3ប្រាសាទតំបន់តូចប្រាសាទតំបន់ធំនិងប្រាសាទតាកបីនេះគឺជាការបង្វែរការចាប់អារម្មណ៍បាទហើយនឹងនៃការព្យាយាមសម្រាលឬក៏លៀងនៅភក់ជ្រាំដែលខ្លួនប្រឡូកប្រឡាក់
មកទម្លាក់ឲ្យប្រទេសផ្សេងជាប់ព្រំប្រទល់នឹងប្រទេសរបស់ខ្លួនខ្ញុំសូមរំលឹកឡើងវិញសម្ដេចតេជោអគ្គមគ្គុទ្ទេសក៍នយោបាយនៃកម្ពុជាលោកបានបញ្ជាក់រួចហើយថាកម្ពុជាក្តីមីយ៉ាន់ម៉ាក្តីឡាវក្តីដែលជាប់ព្រំប្រទល់នឹងថៃនេះគឺជាប្រទេសដែលរងគ្រោះពីប្រទេសថៃពីរឿងអនឡាញខុសច្បាប់នឹងឯងដោយសារអីលោកបានបញ្ជាក់ថាក្នុងចំណោមប្រទេសទាំងប្រមាណនេះគឺមានតែប្រទេសថៃទេដែលមានជើងហោះហើរខ្នាតធំហោះហើរដោយផ្ទាល់ពីក្រៅប្រទេសមក direct ចុះចតនៅក្នុងប្រទេសថៃដូច្នេះក្រុមអ ுக ្រិតជនទាំងអស់នោះហោះហើរតាមជើងហោះហើរខ្នាតធំ direct មកកាន់ប្រទេសថៃហើយនឹងបន្តនៅចែកចាយបណ្ដាញរបស់ខ្លួនទៅកាន់ប្រទេសនេះទៅកាន់ប្រទេសនោះជាដើមមួយទៀតគឺថៃគឺជាអ្នកគ្រប់គ្រងអ៊ីនធឺណិតទៅកាន់នៃភូមាទៅកាន់ឡាវគ្រប់គ្រងភ្លើងទៅកាន់ភូមាទៅកាន់ឡាវតាមបន្ទាត់ព្រំដែនដែលនោះហើយគឺជានៃអំណោយផលនៃសម្រាប់អ ுக ្រិតជនឆបោកតាមប្រព័ន្ធអនឡាញបាទអញ្ចឹងជាសរុបត្រឡប់មកវិញរាល់ការចុះផ្សាយរបស់ The Nation នេះគឺជានៃការដែលស៊ីសង្វាក់ទៅនឹងរឿងទាំងឡាយដែលខ្ញុំលើកឡើងខាងលើហើយដែលជាសរុបគឺជាការព្យាយាមបង្វែរទិសខ្យល់ហើយទម្លាក់កំហុសនៅលើប្រទេសជិតខាងដើម្បីលាងសម្អាតភក់ជ្រាំរបស់ខ្លួនតែប៉ុណ្ណោះឯទេហើយដែលខ្លួនកំពុងតែមិនដឹងថាដើរទៅតាមផ្លូវណាកំពុងតែជ្រួលច្បល់កំពុងតែឆ្លេខ្លាកំពុងតែស្លន់ស្លោហើយរកគំនិតគិតអីមិនឃើញគឺគិតតែពីរឿងអវិជ្ជមានទាញភ្ជាប់ប្រទេសនេះប្រទេសនោះឲ្យប្រឡូកប្រឡាក់ជាមួយនឹងពួកជ្រាំដែលកំពុងតែគ្របដណ្ដប់ទៅលើខ្លួនតែប៉ុណ្្នឹងឯងបាទហើយអ្វីដែលសំខាន់ទៅទៀតនោះបន្ទាប់ពីការផ្សព្វផ្សាយអំពីមជ្ឈមណ្ឌលក្រិតកម្មឆបោកតាមប្រព័ន្ធអនឡាញដ៏ធំនៅក្នុងតំបន់អាស៊ីរបស់ថៃនិងបញ្ហាផ្សេងៗជាច្រើនទៀតហ្នឹងបណ្ដាប្រទេសមួយចំនួនគេបានណែនាំដល់ប្រជាជនរបស់គេថាសូមឲ្យប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការចូលទៅកាន់ប្រទេសថៃទីមួយពីរឿងមជ្ឈមណ្ឌលនៃអ ுக ្រិតកម្មចោបបោកតាមប្រព័ន្ធអនឡាញនឹងរឿងមួយរឿងទី2ពាក់ព័ន្ធទៅនឹងបញ្ហាភេរវកម្មដែលកើតឡើងជាបន្តបន្ទាប់នៅពីខាងត្បូងការប៉ះគ្នាជាមួយនឹងភូមិយ៉ាងក្រៅកកការរកឃើញគ្រឿងផ្ទុះជាបន្តបន្ទាប់នៅក្នុងប្រទេសថៃនេះគឺជារឿងដែលគេប្រុងប្រយ័ត្នចំពោះប្រជាជនរបស់គេណែនាំប្រជាជនរបស់គេអញ្ចឹងហើយជាត្រឡប់មកវិញណាកាសែតថៃមួយចំនួននេះគឺកំពុងតែបង្វែរឲ្យបណ្ដាប្រទេសនៅលើពិភពលោកក្នុងតំបន់ហ្នឹងគឺមើលឃើញថាខ្លួននៃស័ក្តិសមប៉ុន្តែទៅវិញគឺខ្លួននៃពូពេញទៅដោយពួកជ្រាំបាទហើយសំបីតែកាសែតនៅក្នុងស្រុករបស់ថៃមួយចំនួនទៀតក៏គេនិយាយអំពីឧក្រិដ្ឋកម្មនៃអនឡាញហើយនឹងផ្សព្វផ្សាយជាបន្តបន្ទាប់បាទជាប្រចាំមានក្រុមនេះក្រុមនោះបាទមានទាំងការចាប់ចម្រិតទៅដល់តារាភាពយន្តបរទេសអីផ្សេងៗនៅក្នុងប្រទេសថៃហោហែជាបន្តបន្ទាប់អញ្ចឹងទេបើសិនជាព្យាយាមនៃបង្កើតនៅព័ត៌មានបង្កើតនៅរបាយការណ៍ឲ្យទម្លាក់មកប្រទេសជិតខាងនោះវាក៏កាន់តែស្រាបខោរបស់ខ្លួនឲ្យបរទេសគេកាន់តែឃើញឲ្យពិភពលោកគេកាន់តែឃើញថាខ្លួនឯងនឹងខិតខំបង្វែរខិតខំពង្រៀនខិតខំនៃបង្ហាញថាខ្លួនឯងស្អាតតែមិនព្រមគឺថាសម្អាតខ្លួនដោយឆន្ទៈសុចរិតត្រឹមត្រូវទៅតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិតែប៉ុណ្្នឹងឯងបាទហើយការផ្សព្វផ្សាយរបស់ The Nation នេះសបញ្ជាក់អំពីភាពកំសាករបស់ខ្លួនភាពកំសាកមេដឹកនាំរបស់ខ្លួនដែលមិនហ៊ានតតាំងដោយផ្ទាល់បាទជាមួយនឹងណាការផ្សព្វផ្សាយរបស់សារព័ត៌មានល្បីៗលើពិភពលោកដូចជា CNA ជាដើមដែលគេលាតត្រដាងរកឃើញថាថៃគឺជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញមិនហ៊ានតតាំងជាមួយនឹងនៃ UN អង្គការសហប្រជាជាតិដែលទាមទារឲ្យមេដឹកនាំឬរដ្ឋាភិបាលថៃបច្ចុប្បន្ននេះបកស្រាយពន្យល់ពីរឿងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញដោយផ្ទាល់ទៅជាមួយគេបែរជានៃធ្វើជាមកតតាំងជាមួយនឹងបណ្ដាប្រទេសដែលរងគ្រោះដោយសារតែអំពើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញរបស់ខ្លួនទៅវិញនេះគឺជារឿងដែលគួរឲ្យនៃអស់សំណើចហើយមើលឃើញអំពីភាពកំសាករបស់នៃរដ្ឋមួយបាទដែលខ្ញុំចាត់ទុកថាជារដ្ឋប៉ុន្តែមិនស៊ីវិល័យដែលច្រាស់ទិសនៃពិភពលោកដែលច្រាស់ទិសនៃច្បាប់អន្តរជាតិដែលច្រាស់ទិសអំពីសីលធម៌របស់មនុស្សជាតិបាទ
ហើយខ្ញុំក៏សូមបញ្ជាក់ជូនអំពីឆន្ទៈដ៏មុតមមរបស់កម្ពុជាដែរតាំងពីអាណត្តិទី6មកឆ្នាំ2019សម្ដេចតេជោជានាយករដ្ឋមន្ត្រីលោកបានចុះហត្ថលេខាលុបចោលនៅអនឡាញនេះបានន័យថាបិទអនឡាញទាំងអស់ហើយបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីបោសសម្អាតបង្ក្រាបរាល់មុខសញ្ញានិងបទល្មើសអនឡាញដែលយើងទទួលបាននៅប្រសិទ្ធភាពជាបន្តបន្ទាប់រហូតមកដល់អាណត្តិនេះគណៈកម្មការចំពោះកិច្ចនេះបានកែសម្រួលសមាជិកភាពនិងបន្តពង្រឹងពង្រីកក៏ដូចជាប្រតិបត្តិការរបស់ខ្លួនបង្ក្រាបនៅបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែលយើងរងគ្រោះពីបណ្ដាប្រទេសជឿនលឿនជាពិសេសពីបណ្ដាចែកចាយពីប្រទេសថៃនេះតែម្ដងបាទហើយក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាលគឺសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបង្កើតគណៈកម្មាធិការចំពោះកិច្ចមួយជាន់ពីលើទៀតដែលលោកគឺជាប្រធានដឹកនាំពីលើដោយផ្ទាល់តែម្ដងនេះគឺជាឆន្ទៈដ៏មុតមុតហើយពាក់ព័ន្ធទៅនឹងបញ្ហារឿងជួញដូរមនុស្សផ្សេងៗដទៃទៀតគឺរាជរដ្ឋាភិបាលបានបង្កើតនៅគណៈកម្មាធិការដែលប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សតាំងពីអាណត្តិមុនហើយបន្តអនុវត្តប្រតិបត្តិការរហូតមកដល់អាណត្តិនេះដែលក្នុងនោះគឺរាជរដ្ឋាភិបាលបានផ្ដល់សេចក្តីទុកចិត្តដល់ក្រសួងមហាផ្ទៃគឺអាដាមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីជាប្រធាននៃគណៈកម្មាធិការនេះតែម្ដងចង់បញ្ជាក់ថានេះគឺជាឆន្ទៈពិតប្រាកដសុចរិតបាទហើយរួមដៃជាមួយនឹងតំបន់រួមដៃជាមួយនឹងពិភពលោកដើម្បីនៃបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែននឹងឯងមិនដូចប្រទេសមួយចំនួនដែលនៃព្យាយាមនៅបាចនៅភក់ជ្រាំទាំងអស់នោះទៅបណ្ដាប្រទេសផ្សេងដែលជាការពិតគឺខ្លួនឯងគឺជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញដ៏ធំជាងគេនៅតំបន់អាស៊ីហើយខ្លួនឯងនឹងមិនហ៊ានតនៅទល់ជាមួយនឹងបណ្ដានៃសារព័ត៌មានអន្តរជាតិល្បីៗដែលគេបង្ហាញការពិតខ្លួនឯងមិនទាន់បង្ហាញអំពីរបាយការណ៍បកស្រាយទៅកាន់អង្គការសហប្រជាជាតិដែលគេទាមទារឲ្យបកស្រាយឆ្លើយបំភ្លឺមិនទាន់ទាំងមានព័ត៌មានអំពីបញ្ហានឹងផងបាទ